ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរខ្ញុំលើកយកជាមួយនឹងខ្សែភាពយន្តមួយដែលមានចំណងជើងថា Red Omen ដើម្បីមកធ្វើការសម្រាយចែកជូនទៅកាន់បងប្អូនទស្សនាដោយខ្សែភាពយន្តនេះគឺបាននិយាយអំពីការសងសឹករបស់កំពូលបងធំម្នាក់ទៅលើក្រុមចោរមួយក្រុមបន្ទាប់ពីការស្លាប់បាត់បង់ជីវិតរបស់កូនប្រុសគាត់ឯងតែគាត់នឹងគឺបានយល់ថាក្រុមចោរមួយក្រុមនោះគឺនៅពីខាងក្រោយនៃការស្លាប់បាត់បង់ជីវិតរបស់កូនប្រុសគាត់ហើយដើម្បីឲ្យដឹងថាខ្សែភាពយន្តនេះនឹងមានដំណើរដើមតងទៅមុខទៀតយ៉ាងណានោះយើងរីករាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំទៅចាប់ផ្ដើមដំបូងនៃខ្សែភាពយន្តយើងក៏បានឃើញអំពីទស្សនវិជ្ជានៃកងសន្តិសុខមួយក្រុមដែលបានធ្វើការបើកបរឡានរបស់ពួកគេក្នុងគោលបំណងដឹកជញ្ជូនប្រាក់ពីធនាគារកណ្ដាលរបស់ប្រទេសអាមេរិកទៅកាន់ទីតាំងនៃធនាគារឯកជនមួយផ្សេងទៀតតែនៅក្នុងកំឡុងពេលនៃការធ្វើដំណើររបស់ពួកគេនោះពួកគេនឹងក៏បានទៅដល់ទីតាំងនៅកន្លែងផ្លូវមួយដែលកំពុងតែត្រូវបានស្ថិតក្រោមការជួសជុលពីសំណាក់ក្រុមកម្មករនៅទីនោះហើយនៅពេលដែលពួកគេធ្វើដំណើរទៅដល់វត្តមាននៃកម្មករប្រមាណអ្នកដែលនៅទីតាំងនោះក៏បានស្នើសុំទៅកាន់សន្តិសុខទាំងពីរដើម្បីឲ្យពួកគេនឹងធ្វើការឈប់ឡានរបស់ខ្លួនក៏ព្រោះតែផ្លូវមួយនេះគឺมันអាចធ្វើដំណើរទៅមុខទៀតបាននោះឡើយប៉ុន្តែភ្លាមនោះក៏ស្រាប់តែមានវត្តមានមនុស្សប្រមាណអ្នកក៏បានធ្វើការដកកំភ្លើងចេញមកភ្ជង់គំរាមទៅកាន់ពួកគេនិងថែមទាំងបានបង្ខំឲ្យពួកគេនឹងគឺធ្វើការលើកដៃដើម្បីចោះចាញ់ថែមទៀតនេះគ្នារបស់ពួកគេប្រមាណអ្នកទៀតនឹងក៏បានធ្វើការចោះទ្វារសុវត្ថិភាពរបស់ឡានដឹកលុយមនុស្សនិងបានធ្វើការដកយកជាមួយនឹងលុយទាំងឡាយនៅលើឡានមនុស្សធ្វើដំណើរចាក់ចេញទៅតែតាមពិតទៅសកម្មភាពនៃការជួសជុលផ្លូវទាំងនេះវានឹងគឺសិតសឹងតែជាផែនការរបស់ក្រុមចៅតែប៉ុណ្ណោះកន្លងពីនោះមិនយូរប៉ុន្មានយើងនឹងក៏បានឃើញអំពីវត្តមាននៃប្រុសម្នាក់ដែលមានឈ្មោះថាអេគេនឹងក៏បានធ្វើដំណើរមកដល់ទីតាំងនៃស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Fortico ដែលជាក្រុមហ៊ុនសន្តិសុខឯកជនមួយទទួលខុសត្រូវក្នុងការដឹកជញ្ជូននៅលុយរបស់ធនាគារកណ្ដាលនៃសហរដ្ឋអាមេរិកដែលក្នុងកំឡុងពេលនេះពួកគេនឹងគឺបានធ្វើការប្រកាសដើម្បីជ្រើសរើសបុគ្គលិកបន្ថែមដើម្បីបំពេញនៅតួនាទីបុគ្គលិករបស់ពួកគេនោះឯងហើយឯនៅពេលដែលបានធ្វើដំណើរទៅដល់គេនឹងក៏ត្រូវបាន HR របស់ក្រុមហ៊ុន Fortico នឹងគឺបានសួរទៅកាន់គេថាតើរូគេនឹងគឺបានត្រៀមលក្ខណៈរួចរាល់ហើយឬនៅដើម្បីធ្វើការដាក់ពាក្យខ្លាចទៅជាបុគ្គលិករបស់ក្រុមហ៊ុនក៏ព្រោះតែហេតុផលដែលក្រុមហ៊ុននឹងធ្វើការជ្រើសរើសបុគ្គលិកបន្ថែមវានឹងគឺជាប់ពាក់ព័ន្ធជាមួយនឹងឧបទ្ទហេតុដែលបានកើតឡើងកាលពីប៉ុន្មានខែមុនដែលវានេះគឺបានបណ្ដាលបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុនចំនួន2នាក់គឺត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែស្នាដៃរបស់ក្រុមចោរប្លន់ហើយជាការពិតណាស់បើទោះបីជាបានលឺនៅរឿងរ៉ាវទាំងអស់នេះគេនឹងគឺហាក់បីដូចជាមិនមាននៅភាពភ្ញាក់ផ្អើលនោះឡើយហើយគេនឹងក៏បានបញ្ជាក់ទៅកាន់បរិមម្នាក់នោះថាគេនឹងគឺនៅតែមានបំណងចង់បម្រើការងារដដែលហើយដោយសារតែបែបនេះនឹងក៏បានជាប់ជាមួយនឹងការជ្រើសរើសសតលីដំបូងសម្រាប់នាមជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនមួយនោះតែគេនឹងគឺត្រូវឆ្លងកាត់ជាមួយនឹងដំណាក់កាលនៃការតេស្តសុខភាពក៏ដូចជាសមត្ថភាពរបស់គេមួយចំនួនដើម្បីឲ្យស័ក្តិសមជាមួយនឹងតួនាទីនៃការងារមួយនេះក៏ត្រូវបានបរិមម្នាក់ដែលមានឈ្មោះថា Wallet គឺបានណែនាំគាត់ក្នុងការធ្វើតេស្តសាកល្បងទៅលើជំនាញនៃការប្រើប្រាស់កាំភ្លើងបច្ចេកទេសនៅក្នុងការបើកបរឡានក៏ដូចជាការប្រយុទ្ធមួយចំនួនតែបន្ទាប់ពីបានឆ្លងកាត់នៅការធ្វើតេស្តជាច្រើនគាត់នឹងគឺពិតជាបានធ្វើយ៉ាងល្អរហូតដល់បានបន្ទុក 70% នៃការធ្វើតេស្តថែមទៀតក្រោយបានបញ្ចប់នឹងការធ្វើតេស្តហើយនោះ Wallet នឹងក៏បានប្រាប់ទៅកាន់ដើម្បីឲ្យគាត់នឹងគឺចូលមកបំពេញការងារនៅពេលវេលាថ្ងៃស្អែកក៏ព្រោះតែក្នុងកំឡុងពេលនេះក្រុមហ៊ុនរបស់ពួកគេគឺកំពុងតែខ្វះខាតជាមួយនឹងបុគ្គលិកបម្រើការកាត់មកដល់ពេលវេលាថ្ងៃបន្ទាប់នៅក្នុងការិយាល័យកណ្ដាលនៃក្រុមហ៊ុនសន្តិសុខ Fortico វត្តមានរបស់ក៏បានធ្វើដំណើរមកដល់ទីតាំងនៃកន្លែងធ្វើការតែនៅក្នុងខណៈពេលនោះគេនឹងក៏ត្រូវបានណែនាំដល់ Wallet ដើម្បីឲ្យស្គាល់ជាមួយនឹងមិត្តរួមការងារដទៃផ្សេងទៀតដែលពួកគេនឹងគឺសិតសឹងតែជាបុគ្គលិកសន្តិសុខនៅក្នុងក្រុមហ៊ុនមួយនោះប៉ុន្តែពួកគេនឹងគឺមិនបានស្វាគមន៍ទៅកាន់នោះឡើយអ្នកខ្លះទៀតនឹងគឺថែមទាំងបាននិយាយមើលស្រាលទៅលើសមត្ថភាពរបស់ដែលថានឹងគឺមិនអាចមានលទ្ធភាពក្នុងការធ្វើការងារនៅក្នុងទីតាំងមួយនេះនោះទេចំណែកវិញគាត់នឹងគឺមិនបានខ្វល់ជាមួយនឹងពាក្យសម្ដីរបស់ឆ្កែឆ្មានោះឡើយក៏ព្រោះតែគាត់មកទីនេះគឺដើម្បីតែធ្វើការតែប៉ុណ្ណោះបេសកកម្មដំបូងរបស់គឺជាការដឹកលុយចំនួន$2លានចេញពីស្នាក់ការកណ្ដាលនៃធនាគារ US ទៅកាន់ទីតាំងនៃឃ្លាំងស្តុកទុកប្រាក់របស់ពួកគេតែបេសកកម្មមួយនេះគឺរួមដំណើរជាមួយនឹងវត្តមានរបស់ Wallet ក៏ដូចជាបរិសម្នាក់ផ្សេងទៀតដែលមានឈ្មោះថាDaleគេនឹងគឺបានបង្ហាញជាមួយនឹងការមិនទុកចិត្តទៅលើសមត្ថភាពរបស់នោះឡើយតែបើទោះបីជាបែបនេះក៏ពិតមែនគេនឹងគឺនៅតែយល់ព្រមក៏ព្រោះតែនេះនឹងគឺជាបញ្ជារបស់ថ្នាក់លើក្នុងកំឡុងពេលនៃការធ្វើដំណើរនោះ Wallet នឹងក៏បានសួរទៅកាន់ថាតើគេនឹងគឺមានដឹងអំពីរឿងរ៉ាវដែលបានកើតឡើងកាលពីប្រហែលខែមុននោះទេដែលនោះគឺជារឿងរ៉ាវដែលជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសនៃការប្លន់មួយដែលក្រុមចោរនេះគឺបានធ្វើការបាញ់សម្លាប់ទៅកាន់បុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុន Fortico ហើយគោលបំណងនៃការសួររបស់ Wallet នេះគឺគ្រាន់តែចង់ឲ្យនឹងគឺមានការភ័យខ្លាចនិងលាឈប់ពីការងាររបស់គេតែប៉ុណ្ណោះតែសម្រាប់បើទោះបីជាបានលើការនិយាយបញ្ជាក់របស់ Wallet ក៏ដោយតែគាត់វិញក៏ហាក់បីដូចជាមិនបានចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីទាំងអស់នោះឡើយព្រោះតែគាត់នឹងគឺបានបញ្ជាក់ទៅកាន់ Wallet ថាគាត់ក៏បានដឹងអំពីរឿងរ៉ាវមួយនេះដូចគ្នាតែបន្ទាប់ពីនោះមិនយូរប៉ុន្មានបេសកកម្មលើកទី1របស់ក្រុមពួកគេក៏ត្រូវបានបញ្ចប់ដោយជោគជ័យកាត់មកដល់ពេលវេលាថ្ងៃបន្ទាប់ក្រុមរបស់ជាមួយនឹង Wallet ក៏បានទទួលនៅបេសកកម្មថ្មីមួយទៀតហើយបេសកកម្មរបស់ពួកគេគឺជាការដឹកជញ្ជូនលុយមួយចំនួនទៅកាន់ទីតាំងនៅកំពង់ផែមួយកន្លែងកំឡុងពេលនៃការរងចាំវត្តមានរបស់ Wallet ពួកគេក៏បានទទួលនៅការតាក់ទងពីសំណាក់មនុស្សអនាមិកមួយក្រុមដែលបានបញ្ជាក់ថាពួកគេនេះគឺបានចាប់ខ្លួនវត្តមានរបស់ Wallet ហើយពួកគេគឺតម្រូវឲ្យDaleជាមួយនឹងធ្វើការបើកឡានទៅកាន់ទីតាំងមួយកន្លែងផ្សេងទៀតបើសិនណាជាអ្នកទាំងពីរគឺមិនចង់ឲ្យ Wallet ត្រូវបានស្លាប់បាត់បង់ជីវិតតែDaleនៅពេលនោះគ្រាន់តែបាន
បានលើការគម្រាមរបស់ក្រុមចៅហើយនោះរូគេនឹងគឺបានបង្ហាញជាមួយនឹងការភ័យស្លន់ស្លោជាខ្លាំងសម្រាប់អេកវិញគេហាក់បីដូចជាមិនបានភ័យបារម្ភជាមួយនឹងការគម្រាមរបស់ក្រុមចៅនោះឡើយឯនៅពេលនោះគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់ដេវថាបើសិនជាគេភ័យខ្លាចមិនហ៊ានធ្វើរឿងរ៉ាវមួយនេះរូគេគឺមិនទាន់ហួសពេលដើម្បីចាក់ចេញនោះឡើយនៅពេលនោះដេវនឹងក៏បានបដិសេធនឹងយល់ព្រមធ្វើការងារមួយនេះជាមួយនឹងអេកហើយបន្ទាប់ពីនោះពួកគេទាំងពីរនាក់នឹងក៏បានធ្វើដំណើរបើកឡានរបស់ខ្លួនទៅកាន់ទីតាំងនៅកន្លែងដែលកំណត់ដោយក្រុមចៅបន្ទាប់ពីពួកគេនឹងក៏បានធ្វើដំណើរទៅដល់ទីតាំងមនុស្សហើយពួកគេនឹងក៏ត្រូវបានក្រុមចៅបញ្ជាទៅកាន់ពួកគេឲ្យយកលុយទាំងអស់ដែលមាននៅលើឡានរបស់ពួកគេនោះទៅដាក់នៅខាងក្នុងឡានដែលបានរៀបចំទុកដោយក្រុមចៅនោះឯងតែបើសិនណាជាមិនដូច្នោះនោះទេពួកគេទាំងអស់គ្នាគឺនឹងត្រូវក្រុមចៅធ្វើការបាញ់សម្លាប់មិនខានដោយមិនអាចប្រកែកតវ៉ាជាមួយនឹងក្រុមចៅបាននោះឯជាមួយនឹងដេវនឹងពួកគេក៏បានធ្វើតាមអ្វីដែលក្រុមចៅបានបញ្ជាប៉ុន្តែនៅក្នុងកំឡុងពេលដែលពួកគេកំពុងតែជញ្ជូនលុយទៅឲ្យក្រុមចៅអេនឹងក៏បានធ្វើការបោះលុយទៅឲ្យពួកគេនិងបានដកកំភ្លើងរបស់ខ្លួនធ្វើការបាញ់សម្លាប់ទៅកាន់សមាជិកនៃក្រុមចៅទាំងនោះហើយជាមួយនឹងជំនាញនៃការប្រើប្រាស់កំភ្លើងដ៏ប៉ិនប្រសប់របស់អេនោះគេក៏បានធ្វើការបាញ់សម្លាប់ទៅកាន់ក្រុមចៅទាំងនោះជាបន្តបន្ទាប់ប្រពេលដែលវត្តមាននៃមេចៅនឹងក៏បានព្យាយាមរត់គេចខ្លួនចេញអំពីទីតាំងមនុស្សដើម្បីកុំឲ្យអេនឹងធ្វើការតាមសម្លាប់ទៅកាន់រូគេបានប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយនៅទីបំផុតគេនឹងក៏ត្រូវបានអេធ្វើការបាញ់សម្លាប់ឲ្យស្លាប់បាត់បង់ជីវិតដូចគ្នាតែទស្សនវិជ្ជាទាំងអស់នេះក៏ត្រូវបានមើលឃើញដល់ដេវជាមួយនឹងបូលេតដូចគ្នាកម្មមកដល់ពេលវេលាថ្ងៃបន្ទាប់នៅក្នុងទីតាំងនៃការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Vertigo អេក៏ត្រូវបាននាយកក្រុមហ៊ុនក៏ហៅគាត់ដើម្បីទៅជួបផងដែរតែនៅក្នុងកំឡុងពេលនោះគេនឹងក៏បានធ្វើការនិយាយអរគុណទៅកាន់អេតែគេនឹងក៏បានប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏ខ្លាំងពូកែរបស់ខ្លួនដើម្បីលះបង់ការពារនៅទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមិនឲ្យក្រុមចៅធ្វើការប្លន់យកទៅហើយនៅក្នុងកំឡុងពេលនោះលោកនាយកគ្រប់គ្រងនឹងក៏បានធ្វើការបង្ហាញនៅខ្សែអាត់វីដេអូមួយដែលបានថតយកអំពីទស្សនវិជ្ជានៃក្រុមចៅដែលបានធ្វើការប្លន់ទៅកាន់ឡានដឹកលុយរបស់ក្រុមហ៊ុន Vertigo ហើយពួកគេនឹងក៏បានធ្វើការបាញ់សម្លាប់ទៅកាន់សន្តិសុខ2នាក់ដែលនៅទីតាំងមនុស្សនិងថែមទាំងបានធ្វើការបាញ់សម្លាប់ទៅកាន់ជនស៊ីវិលម្នាក់ថែមទៀតហើយបរិមម្នាក់នោះក៏បានសួរទៅកាន់អេថាតើរូគេនឹងគឺមានដឹងក៏ដូចជាជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវមួយនេះនោះទេក៏ព្រោះទៅតាមសមត្ថភាពរបស់អេគេនឹងគឺមិនមែនជាមនុស្សធម្មតានោះឡើយបើក៏លេខទៅមើលសកម្មភាពរបស់អេវិញក្រោយពីបានឃើញនៅទស្សនវិជ្ជានៅវីដេអូមនុស្សហើយព្រោះគេនឹងគឺបានបង្ហាញជាមួយនឹងសកម្មភាពមួយចំនួនហាក់បីដូចជាមិនប្រក្រតីនោះទេប៉ុន្តែគេនឹងក៏មិនបាននិយាយអ្វីច្រើនទៅកាន់នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Vertigo នោះឡើយដោយគ្រាន់តែបានប្រាប់ទៅកាន់គាត់ថាគេនឹងគឺមិនបានជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវមួយនេះនោះទេក្រោយពេលដែលបានមើលអំពីវីដេអូមនុស្សហើយនៅពេលដែលគាត់បានធ្វើដំណើរត្រឡប់មកកាន់ផ្ទះវិញហើយនោះអេគេនៅតែមានចិត្តនឹកឃើញនឹងដិតដាមនៅរឿងរ៉ាវឧបទ្ទហេតុដែលបានកើតឡើងនៅក្នុងវីដេអូមនុស្សតែជារបស់គាត់នឹងគឺបានស្ដាប់ឮជាមួយនឹងស្នូកំភ្លើងដែលបានបាញ់ដល់ក្រុមឃាតករជានិច្ចហើយនេះនឹងក៏បានបញ្ជាក់ឲ្យយើងឃើញផងដែរថាអេប្រកាសជាមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវមនុស្សកម្មដល់ពេលវេលាថ្ងៃបន្ទាប់ក្នុងកំឡុងពេលដែលអេគឺបានចូលបម្រើការងារជាបុគ្គលិកសន្តិសុខនៃក្រុមហ៊ុន Vertigo ពួកគេក៏ត្រូវបានសមាជិកនៃបុគ្គលិកដទៃផ្សេងទៀតធ្វើការទះដៃអបអរស្វាគមន៍ជាមួយនឹងវត្តមានរបស់គេដោយសកម្មភាពរបស់ពួកគេគឺបានប្រែប្រួលក្រោយពីបានឃើញនៅសមត្ថភាពដ៏អស្ចារ្យរបស់អេនោះឯងកន្លងពីនោះរយៈពេល3ខែបន្ទាប់នៅក្នុងគណៈពេលនេះអេជាមួយនឹងបូលេតក៏បានបន្តនៅការងាររបស់ខ្លួនផងដែរដោយពួកគេនៅក្នុងកំឡុងថ្ងៃនេះគឺបានធ្វើការដឹកជញ្ជូនលុយទៅកាន់ទីតាំងនៃការិយាល័យកណ្ដាលរបស់ធនាគារ US ប៉ុន្តែនៅក្នុងកំឡុងពេលនៃការធ្វើដំណើររបស់ពួកគេនោះក៏ស្រាប់តែលេចវត្តមាននៃក្រុមចៅមួយក្រុមគឺបានធ្វើការស្ទាក់ឡានរបស់ពួកគេផងដែរហើយក្រុមចៅទាំងនោះនឹងគឺបានប្រើប្រាស់វិធីសាស្ត្រដោយបាញ់ទឹកថ្នាំនៅលើកញ្ចក់ឡានរបស់អ្នកទាំងពីរនិងបានប្រើប្រាស់ជាមួយនឹងគ្រាប់បែកដើម្បីបំផ្ទុះកំទេចទ្វារឡានដែលបានដឹកជញ្ជូនលុយទាំងអស់នោះហើយក្រុមចៅបន្ទាប់ពីពួកគេគឺបានធ្វើការទម្លុះកំទេចទ្វារសុវត្ថិភាពនៃឡានដឹកលុយហើយនោះនេះគ្នារបស់គេផ្សេងទៀតក៏មានបំណងចង់យកលុយទាំងនោះដើម្បីធ្វើដំណើរចាក់ចេញតែនៅក្នុងកំឡុងពេលនោះក៏ស្រាប់តែលេចវត្តមានរបស់អេគឺបានបង្ហាញខ្លួនចេញមកហើយមេក្រុមចៅដែលនៅទីនោះក្រោយពីបានឃើញអំពីវត្តមានរបស់អេហើយនោះគេនឹងក៏ស្រាប់តែបានបញ្ជាទៅកាន់កូនចៅរបស់ខ្លួនដើម្បីដកថយចេញអំពីទីតាំងមនុស្សតែវានឹងក៏បានបង្កជាចម្ងល់ទៅកាន់ក្រុមចៅដទៃផ្សេងទៀតក៏ដូចជាយើងដែលជាអ្នកទស្សនាផងដែរថាតើអេនេះគឺមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងក្រុមចៅទាំងនោះហើយបើទោះបីជាអាចការពារនៅការប្លន់លើកទី2ពីសំណាក់ក្រុមចៅយ៉ាងណាក៏ដោយប៉ុន្តែអេនៅពេលដែលគាត់ធ្វើដំណើរទៅដល់ទីតាំងនៃការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Vertigo គាត់ក៏ត្រូវបានថ្នាក់លើរបស់គាត់ធ្វើការស៊ើបអង្កេតអំពីគាត់ផងដែរប៉ុន្តែចំពោះអេវិញនៅពេលនោះគាត់នឹងក៏បានប្រាប់ថាគាត់មិនមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងក្រុមចៅនោះឡើយហើយមូលហេតុដែលពួកគេបានឃើញមកគាត់នឹងបញ្ញាចាក់ចេញក៏ព្រោះតែវត្តមាននៃក្រុមប៉ូលីសគឺបានធ្វើដំណើរមកដល់ចំណែកប៊ូលេតជាមួយនឹងដេវពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមមានការសង្ស័យទៅលើសមាជិកពិតរបស់អេផងដែរតែនៅក្នុងខណៈពេលនេះពួកគេនឹងគឺមិនទាន់ប្រកាសនៅឡើយថាអេគឺជានរណាឲ្យពិតប្រាកដហើយសាច់រឿងក៏បានកាត់ត្រឡប់មកឃើញអំពីហេតុការណ៍ដែលបានកើតឡើងកាលពីរយៈពេល5ខែមុនតែអេគាត់នឹងក៏បានចំណាយនៅពេលវេលាមួយចំនួនដើម្បីដើរកំសាន្តជាមួយនឹងកូនប្រុសដែលមានឈ្មោះថាដូគីតែគេនឹងគឺបានសម្រាកក្នុងកំឡុងពេលនៃការវិស្មការប៉ុន្តែនៅក្នុងកំឡុងពេលនោះអេនឹងស្រាប់តែបានទទួលនឹងការតាក់ទងពីសំណាក់បរិសម្នាក់ដែលមានឈ្មោះថាម៉ៃតែគេនឹងគឺជាមេក្រុមចៅដែលបានប្លន់អេកាលពីលើកមុននេះឯងដែលតាមពិតទៅទំនាក់ទំនងរបស់ម៉ៃជាមួយនឹងអេពួកគេនឹងគឺជាដៃគូសហការងារជាមួយនឹងគ្នានិងថែមទាំងជាមិត្តសម្លាញ់ជាមួយនឹងគ្នាថែមទៀតម៉ៃនៅពេលនោះគាត់នឹងក៏បានស្នើសុំទៅកាន់អេដើម្បីឲ្យគេនឹងគឺជួយខ្លួនក្នុងការបំពេញនូវភារកិច្ចដ៏សំខាន់មួយព្រោះតែក្នុងកំឡុងពេលនេះកូនចៅដែលម៉ៃគឺបានបញ្ជូនទៅដើម្បីទៅធ្វើការងារមនុស្សគឺត្រូវជួបជាមួយនឹងបទហេតុនៃគ្រោះថ្នាក់ចរាចរណ៍ទៅហើយអេដោយសារតែមិនអាចប្រកែកជាមួយនឹងមិត្តសម្លាញ់របស់ខ្លួនបាននោះគេក៏បានសម្រេចចិត្តយល់
ព្រមធ្វើនៅកិច្ចការមួយនេះសម្រាប់ម៉ៃផងដែរហើយនៅពេលនោះគេនឹងក៏បានសម្រេចចិត្តនាំដូគីដែលជាកូនប្រុសរបស់គេនឹងគឺធ្វើដំណើរទៅជាមួយបន្ទាប់ពីបានធ្វើដំណើរទៅដល់អេនឹងក៏បានណែនាំឲ្យដូគីនឹងគឺរងចាំគាត់នៅក្នុងឡាននេះហើយគាត់វិញនឹងចាក់ចេញទៅខាងក្រៅដើម្បីយកការឲ្យក្រុមរបស់ខ្លួននោះឯងតែតាមពិតទៅគម្រោងផែនការរបស់ក្រុមម៉ៃជាមួយនឹងអេក្នុងកំឡុងពេលនេះពួកគេនឹងគឺមានបំណងចង់ធ្វើការប្លន់ឡានដឹកលុយរបស់ក្រុមហ៊ុន Fortico ប៉ុន្តែពួកគេនឹងគឺមិនបានដឹងនោះឡើយតែក្នុងកំឡុងពេលនោះគឺមានក្រុមចោរមួយក្រុមទៀតក៏មានបំណងចង់ប្លន់យកឡានដឹកលុយរបស់ក្រុមហ៊ុន Fortico ផងដែរហើយភ្លាមនោះក៏ស្រាប់តែក្រុមចោរមួយក្រុមនឹងក៏បានបង្ហាញវត្តមានរបស់ពួកគេនិងបានធ្វើការស្ទាក់ប្លន់ឡានរបស់ក្រុមហ៊ុន Fortico តែពួកគេនៅពេលនោះគឺបានខ្លាចបន្លំខ្លួនជាកម្មករជួសជុលផ្លូវដើម្បីគេចចេញពីការចាប់អារម្មណ៍របស់អ្នករតីផ្សេងទៀតពួកគេគឺបានដកកំភ្លើងភ្ជង់គំរាមទៅកាន់កូនប្រុសរបស់អេដែលនៅទីតាំងមនុស្សក៏ព្រោះតែឡានរបស់គេនេះគឺបានចតជិតជាមួយនឹងទីតាំងដែលពួកគេធ្វើសកម្មភាពក្នុងខណៈពេលនៃការប្លន់របស់ពួកគេនោះក៏ស្ដាប់តែសន្តិសុខម្នាក់ក្នុងចំណោមពីរអ្នកនឹងគឺមានបំណងចង់វាយប្រហារទៅកាន់ក្រុមចៅហើយដោយសារតែបែបនេះហើយសន្តិសុខទាំងពីរអ្នកនោះក៏ត្រូវបានក្រុមចៅធ្វើការបាញ់សម្លាប់ផងដែរទស្សនវិជ្ជាមួយនេះក៏ត្រូវបានមើលឃើញដល់ដូគីដែលជាកូនប្រុសរបស់អេដោយក្រុមចៅនៅពេលដែលដឹងថាដូគីក៏បានឃើញអំពីសកម្មភាពរបស់ពួកគេហើយនោះវត្តមាននៃក្រុមចៅម្នាក់ក៏បានសម្រេចចិត្តបាញ់សម្លាប់ទៅកាន់ដូគីដូចគ្នាចំណែកអេក្រៅពីគាត់នឹងគឺបានរាយការណ៍ទៅកាន់គ្នារបស់គាត់ហើយនោះគាត់នឹងក៏បានធ្វើដំណើរចូលទៅកាន់ទីតាំងនៃម៉ាតលក់អាហារមួយកន្លែងតែនៅពេលដែលគាត់បានត្រឡប់មកវិញគាត់នឹងក៏បានឃើញអំពីសកម្មភាពនៃក្រុមចៅកំពុងតែធ្វើការបាញ់សម្លាប់ទៅកាន់កូនប្រុសរបស់គាត់ហើយគាត់នឹងក៏មានបំណងស្ទុះចូលទៅដើម្បីវាយប្រហារទៅកាន់ពួកគេដូចគ្នាប៉ុន្តែនៅក្នុងកំឡុងពេលនោះអេនឹងក៏ត្រូវបានក្រុមចៅទាំងនោះគឺបានធ្វើការបាញ់ប្រហារទៅកាន់គាត់ជាច្រើនគ្រាប់ផងដែរដោយវានឹងក៏បានបណ្ដាអេគឺទៅដេកដួលទៅលើដីស្ទើរតែស្លាប់បាត់បង់ជីវិតទៅហើយក្រុមចៅបន្ទាប់ពីបានចាត់ការទៅកាន់មនុស្សទាំងអស់នោះហើយពួកគេនឹងក៏បានបញ្ញាចាក់ចេញអំពីទីតាំងមនុស្សតែពួកគេនឹងគឺបានចាប់អារម្មណ៍នោះឡើយថាអេនឹងគឺមិនទាន់ស្លាប់បាត់បង់ជីវិតនិងថែមទាំងបានឃើញអំពីមុខមាត់នៃមេដឹកនាំរបស់ពួកគេថែមទៀតរយៈពេល2ខែកន្លងផុតទៅអេនៅក្នុងខណៈពេលនេះគេនឹងគឺបានភ្ញាក់ដឹងខ្លួនពីការសន្លប់របស់គេហើយវត្តមានរបស់គ្រូពេទ្យនឹងក៏បានធ្វើដំណើរមកដល់និងបានប្រាប់ទៅកាន់គាត់ថាគេនឹងគឺពិតជាមនុស្សដែលមានសំណាងជាខ្លាំងព្រោះគេនឹងគឺបានជួយសង្គ្រោះពីការបាញ់ប្រហារដល់គ្រាប់កំភ្លើងចំនួន6គ្រាប់ផ្សេងគ្នាប៉ុន្តែជាអកុសលវត្តមានរបស់ពួកគេដែលជាកូនប្រុសរបស់អេនោះគេគឺមិនមានសំណាងដូចជាឪពុករបស់គេនោះឡើយនឹងត្រូវបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងបន្ទាប់ពីការបាញ់ប្រហារដល់ក្រុមចៅទាំងនោះបន្ទាប់ពីបានចាក់ចេញអំពីមន្ទីរពេទ្យហើយនោះអេទាំងក៏បានធ្វើដំណើរទៅជួបជាមួយនឹងម៉ៃនៅក្នុងទីតាំងនៃការិយាល័យរបស់គេដោយម៉ៃគេនឹងក៏បាននិយាយសោកស្ដាយចំពោះការស្លាប់បាត់បង់ជីវិតរបស់កូនប្រុសអេផងដែរប៉ុន្តែគេនឹងក៏បានបង្ហាញជាមួយនឹងការបារម្ភជាខ្លាំងបន្ទាប់ពីឃើញអេនឹងគឺមានកំហឹងនិងចង់សងសឹកជាខ្លាំងព្រោះគេក៏បានព្យាយាមនិយាយហាមឃាត់ទៅកាន់អេជាច្រើនលើកច្រើនសារក៏ព្រោះតែរូបគេនឹងគឺយល់ថាការសងសឹករបស់អេគឺច្បាស់ជានឹងមិនផ្ដល់នូវផលល្អសម្រាប់គាត់នោះឡើយមិនតែប៉ុណ្ណោះម៉ៃនឹងក៏មានបំណងចង់ឲ្យអេធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងឡុងចក្រភពអង់គ្លេសមួយរយៈដើម្បីឲ្យគាត់នឹងគឺបានធូរស្រាលជាមួយនឹងភាពតានតឹងនៅក្នុងខ្លួនក៏ដូចជារងាប់ជាមួយនឹងកំហឹងសងសឹកសម្រាប់កូនប្រុសហើយអេដោយសារតែបញ្ចង់ឲ្យម៉ៃនឹងគឺមានការបារម្ភចំពោះគាត់ខ្លាំងពេកនោះគាត់នឹងក៏បានយល់ព្រមជាមួយនឹងសំណើគ្រប់យ៉ាងរបស់ម៉ៃផងដែរតែតាមពិតទៅគាត់នឹងគឺមិនបានធ្វើដោយអ្វីដែលគាត់បានសន្យាជាមួយនឹងម៉ៃនោះទេប៉ុន្តែគាត់នឹងគឺនៅតែចិញ្ចឹមចិត្តក្នុងការសងសឹកសម្រាប់កូនប្រុសដដែលហើយដោយសារតែការសម្រេចចិត្តរបស់អេបែបនេះហើយទើបបានពីដើមរឿងនេះយើងក៏បានឃើញអំពីវត្តមានរបស់អេដែលបានធ្វើដំណើរទៅសម្ភាសការងារនៅក្នុងក្រុមហ៊ុន Fortico ដែលជាក្រុមហ៊ុនសន្តិសុខត្រូវបានក្រុមចោរប្លន់កាលពីដើមរឿងនោះឯងហើយគាត់បានឲ្យជំនួយការរបស់គាត់ធ្វើការផ្លាស់ប្ដូរជាមួយនឹងអត្តសញ្ញាណក៏ដូចជាប្រវត្តិរបស់គាត់មួយចំនួនដើម្បីអាចមានឱកាសដាក់ពាក្យស្នើសុំចូលបម្រើការនៅក្នុងក្រុមហ៊ុនមនុស្សហើយមិនតែប៉ុណ្ណោះរយៈពេលដែលគាត់បានចំណាយបម្រើការនៅក្នុងក្រុមហ៊ុនមនុស្សគាត់ក៏អាចមានឱកាសដើម្បីប្រម៉ែប្រមូលជាមួយនឹងផុសតាងមួយចំនួនពាក់ព័ន្ធជាមួយនឹងបុគ្គលិកដែលគួរឲ្យសង្ស័យនៅក្នុងក្រុមហ៊ុនផងដែរដែលក្រុមចោរដែលអេនឹងគឺមានការសង្ស័យថាចូលពាក់ព័ន្ធជាមួយនឹងការសម្លាប់ទៅកាន់កូនប្រុសរបស់គាត់នោះពួកគេនឹងគឺត្រូវបានដឹកនាំដោយបរិមម្នាក់ដែលមានឈ្មោះថា Jeffrey លេបមើលក្រុមចោរដែលដឹកនាំដល់ប៉ែ Jeffrey នេះវិញពួកគេនឹងក៏បានរៀបចំជាមួយនឹងគម្រោងផែនការក្នុងការប្លន់ជាបន្តទៀតផងដែរចំពោះគម្រោងការនៃការប្លន់របស់ពួកគេនៅលើកនេះពួកគេនឹងគឺមានបំណងចង់ធ្វើការប្លន់ទៅកាន់ទីតាំងស្តុកលុយរបស់ធនាគារកណ្ដាលនៃសហរដ្ឋអាមេរិកប៉ុន្តែគ្នារបស់ពួកគេនឹងក៏បានផ្ដល់ជាយោបល់ទៅកាន់ Jeffrey ថាដើម្បីអាចឲ្យគម្រោងការរបស់ពួកគេត្រូវបានសម្រេចដោយជោគជ័យនោះពួកគេនឹងគឺត្រូវតែមានរនុកក្នុងចាំរាយការណ៍ទៅកាន់ពួកគេក្នុងបេសកកម្មនេះហើយ Jeffrey គេនឹងក៏បានប្រាប់ទៅកាន់គ្នារបស់គេថាតាមពិតទៅគេនឹងគឺបានបង្កប់ជាមួយនឹងរនុកក្នុងដើម្បីបម្រើការនៅក្នុងទីតាំងមនុស្សអស់រយៈពេលជាយូរមកហើយប៉ុន្តែគេនឹងក៏មិនបាននិយាយលម្អិតអំពីអត្តសញ្ញាណនៃបរិបទដែលជារនុកក្នុងម្នាក់នោះទេហើយគម្រោងការនៃការប្លន់របស់ពួកគេនៅលើកនេះវានឹងគឺជាការប្លន់ទ្រង់ទ្រាយធំតែម្ដងដែលចំនួនលុយដែលពួកគេមានបំណងចង់យកនោះរហូតដល់ទៅជាង$180 លានណោះហើយពេលវេលានៅថ្ងៃកំណត់របស់ពួកគេនោះគឺជាថ្ងៃ Black Friday តែម្ដងដែលពេលនោះគឺអាចជាឱកាសល្អសម្រាប់ពួកគេក្នុងការអនុវត្តនៅផែនការនោះឯងមិនយូរប៉ុន្មានពេលវេលាថ្ងៃកំណត់របស់ក្រុមចៅទាំងនោះក៏បានឈានចូលមកដល់ខណៈពេលដែលចូលថ្ងៃ Black Friday សមាជិកក្រុមទាំងអស់នៃក្រុមហ៊ុន Fortico ពួកគេនឹងក៏បានចូលបម្រើការនៅតាមទូនាទីរបស់ពួកគេផងដែរចំណែក Bullet ដែលកំពុងតែធ្វើដំណើរបំពេញភារកិច្ចជាមួយនឹងអេគេនឹងក៏បាននិយាយអំពីពាក្យប្លែកៗមួយចំនួនទៅកាន់អេផងដែរដោយគេនឹងក៏បាននិយាយប្រាប់ទៅកាន់អេថាគេនឹងគឺមិនគួរតាំងខ្លួនខ្លាចជាវីរបុរសនោះទេគេគឺគួរតែបត់បែននៅគ្រប់កលៈទេសៈទាំងអស់ដើម្បីអាចរក្សានៅជីវិតរបស់
គេបាន Bullet នៅពេលនោះគេនឹងគឺហាក់បីដូចជាចំបង្ហាញនៃចេតនារបស់ខ្លួនដើម្បីឲ្យអីនឹងគឺចូលរួមក្នុងផែនការនៃការប្លន់របស់ពួកគេនោះឯងចំណែកអីវិញគាត់នឹងក៏បានដឹងអំពីបំណងរបស់ Bullet ដូចគ្នាហើយគាត់នឹងក៏បានដឹងថា Bullet គឺជារនុកក្នុងរបស់ក្រុមចៅដូច្នេះហើយគាត់នឹងក៏បានយល់ព្រមសហការជាមួយនឹង Bullet ដោយមិនបានធ្វើការប្រឆាំងជាមួយនឹងពួកគេនោះឡើយបន្ទាប់ពីនោះមិនយូរប៉ុន្មាន Jeffrey នឹងក៏បានធ្វើការតាក់ទងមកកាន់ Bullet ផងដែរហើយពួកគេទាំងពីរក្រុមនឹងក៏បានធ្វើការណាត់ជួបគ្នានៅក្នុងទីតាំងនៃកន្លែងសម្ងាត់មួយដើម្បីឲ្យគ្នារបស់ Jeffrey ឡើងទៅបង្កប់ខ្លួននៅលើឡានមនុស្សបានអេក៏ត្រូវបានកូនចៅរបស់ Jeffrey ធ្វើការចងរឹតដៃរបស់គាត់ផងដែរហើយពួកគេនឹងគឺបានប្រើប្រាស់វត្តមានរបស់ A ជាមួយនឹង Bullet ដើម្បីបំបែកការចាប់អារម្មណ៍របស់ក្រុមសន្តិសុខហើយជាការពិតណាគ្រប់យ៉ាងគឺពិតជាដូចអ្វីដែលពួកគេនឹងគឺបានរំពឹងទុកផងដែរអ្នកងារសន្តិសុខនឹងក៏បានអនុញ្ញាតឲ្យពួកគេបើកឡានចូលទៅកាន់ទីតាំងនៃកន្លែងស្តុកលុយរបស់ធនាគារនិងចាប់ផ្ដើមនៅប្រតិបត្តិការប្លន់យកលុយរបស់ពួកគេតែម្ដងពួកគេបានធ្វើការដកកំភ្លើងភ្ជុងគម្រាមទៅកាន់ភ្នាក់ងារសន្តិសុខដែលបានយាមកាមនៅក្នុងទីតាំងនៅកន្លែងធនាគារមនុស្សដោយក្រុមចៅទាំងអស់គឺមានបំពាក់ជាមួយនឹងសម្លៀកបំពាក់ការពារគ្រាប់ក៏ដូចជាសម្ភារៈទំនើបដើម្បីធ្វើការប្រឆាំងជាមួយនឹងក្រុមសន្តិសុខទាំងនោះហើយជាការពិតណាក្រុមសន្តិសុខដែលមានវត្តមាននៅទីនោះពួកគេនឹងគឺមិនហ៊ានតបតជាមួយនឹងក្រុមចៅទាំងអស់នោះឡើយគ្នារបស់ក្រុមចៅចំនួន3នាក់ក៏បាននាំវត្តមានរបស់ A ទៅកាន់ទីតាំងនៅកន្លែងស្តុកលុយរបស់ធនាគារហើយពួកគេនឹងក៏បានភ្ជុំគម្រាមទៅកាន់សន្តិសុខដែលនៅទីនោះដើម្បីឲ្យធ្វើការក្រាបទៅលើដីផងដែរប៉ុន្តែនៅពេលនោះខណៈពេលដែលក្រុមចៅនឹងគឺមានបំណងចោលប្រម៉ែប្រមូលយកលុយដើម្បីចាក់ចែងនោះវត្តមាននៃក្រុមសន្តិសុខមួយក្រុមទៀតក៏បានធ្វើដំណើរមកដល់ហើយពួកគេនឹងក៏ចាប់ផ្ដើមបើកការបាញ់ប្រហារតទល់ជាមួយនឹងក្រុមចៅតែម្ដងជាការពិតណាបើទោះបីជាក្រុមសន្តិសុខទាំងនោះគឺមានសមត្ថភាពនិងជំនាញនៅក្នុងការប្រយុទ្ធយ៉ាងណាក៏ដោយប៉ុន្តែពួកគេនឹងគឺពិតជាមិនអាចយកឈ្នះទៅលើក្រុមចៅដែលបំពាក់ជាមួយនឹងសភាវុធទំនើបក៏ដូចជាសម្ភារៈការពារខ្លួនពីការបាញ់ប្រហារនោះទេហើយដោយសារតែបែបនេះហើយក្រុមចៅនឹងក៏អាចមានឱកាសដើម្បីបាញ់សម្លាប់ទៅកាន់ភ្នាក់ងារសន្តិសុខដែលនៅទីនោះផងដែរចំណែកឯយ៉ាងណាវិញគេនឹងក៏ត្រូវបានចៅម្នាក់ធ្វើការភ្ជុំគម្រាមមិនឲ្យគេនឹងកម្រើកបាននោះឡើយប៉ុន្តែនៅពេលនោះវត្តមាននៃភ្នាក់ងារសន្តិសុខចំនួន2នាក់ដែលនៅទីនោះពួកគេនឹងក៏បានធ្វើការរាយការណ៍ប្តឹងទៅកាន់ប៉ូលីសផងដែរភ្លាមនោះប៉ូលីសស្រីម្នាក់នឹងក៏បានបើកការបាញ់ប្រហារទៅកាន់ចៅម្នាក់ដែលកំពុងតែធ្វើការភ្ជុំគម្រាមទៅកាន់អេហើយនៅពេលនោះវានឹងក៏បានផ្ដល់ជាឱកាសល្អទៅកាន់អេដើម្បីវាយប្រហារទៅកាន់ចៅម្នាក់នោះអេក៏បានធ្វើការវាយប្រហារដែលរឹតក៏សម្រាប់ទៅកាន់ចៅម្នាក់នោះនឹងបានធ្វើការដោះលែងទៅកាន់ដេវជាមួយនឹងគ្នារបស់គេម្នាក់ទៀតហើយនៅពេលនោះគេនឹងក៏បានរៀបចំជាមួយនឹងគម្រោងការដើម្បីវាយប្រហារតបតជាមួយនឹងក្រុមចៅវិញអេក៏បានប្រើប្រាស់ជាមួយនឹងសម្លៀកបំពាក់នៃចៅម្នាក់ដែលគាត់នឹងក៏បានសម្លាប់នៅមុននេះដើម្បីទៅបន្លំភ្នែកជាមួយនឹងក្រុមចៅដទៃផ្សេងទៀតហើយបន្ទាប់ពីនោះគាត់នឹងក៏បានធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងឡានរបស់ពួកគេនឹងបានធ្វើការបាញ់សម្លាប់ទៅកាន់ចៅម្នាក់ដែលកំពុងតែប្រមូលយកលុយទៅហើយបន្ទាប់ពីនោះគាត់នឹងក៏បានធ្វើការវាយប្រហារទៅកាន់ចៅម្នាក់ទៀតរហូតអាចមានឱកាសដើម្បីសម្លាប់គេឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅតែនៅពេលនេះគឺមានន័យថាសមាជិកក្រុមចៅរបស់ Jeffrey គឺនៅសេសសល់គ្នាតែ3នាក់ទៀតតែប៉ុណ្ណោះក៏เลยមើលភ្នាក់ងារសន្តិសុខទាំងពីរនាក់នេះវិញពួកគេនឹងក៏បានព្យាយាមបាញ់ប្រហារតបតជាមួយនឹងក្រុមចៅផងដែរនៅពេលនោះអាប៉ែ Bullet ដែលជារនុកក្នុងនឹងក៏បានខ្លាយបន្លំដើម្បីជួយសង្គ្រោះទៅកាន់គ្នារបស់ពួកគេ Bullet នឹងគឺបានស្នើសុំកំភ្លើងពីភ្នាក់ងារសន្តិសុខម្នាក់ប៉ុន្តែគេនឹងគឺបែរជាយកកំភ្លើងនោះទៅបាញ់ប្រហារសម្រាប់ទៅកាន់អ្នកទាំងពីរទៅវិញចំណែកឯឯនេះវិញគេនឹងក៏បានធ្វើការសហការគ្នាជាមួយនឹង Dale ដើម្បីបើកការបាញ់ប្រហារប្រយុទ្ធតទល់ជាមួយនឹងក្រុមចៅទាំង3នាក់ហើយនៅក្នុងកំឡុងពេលនោះ Dale នឹងក៏មានឱកាសដើម្បីបាញ់សម្លាប់ទៅកាន់ក្រុមចៅម្នាក់ដែលបានបណ្ដាក្រុមចៅទាំងអស់គឺនៅសេសសល់សមាជិកតែ2នាក់តែប៉ុណ្ណោះប៉ុន្តែភ្លាមនោះ Bullet ដែលជាជនក្បត់នឹងក៏បានធ្វើដំណើរមកដល់ហើយគេនឹងក៏បានដកកំភ្លើងបាញ់ប្រហារទៅកាន់អេជាច្រើនគ្រាប់នឹងបានបណ្ដាគាត់នឹងគឺត្រូវដេកដួលទៅលើដីបាត់ទៅចំណែក Dale ដោយសារតែមិនដឹងថា Bullet គឺជារនុកក្នុងនឹងជាជនក្បត់របស់ពួកគេនោះគេនឹងក៏បានធ្វើដំណើរចេញមកនិយាយជាមួយនឹង Bullet ប៉ុន្តែពេលនោះគេនឹងក៏ត្រូវបាន Bullet ធ្វើការបាញ់ប្រហារសម្រាប់ទៅកាន់រូបគេឲ្យស្លាប់បាត់បង់ជីវិតដូចគ្នាហើយ Bullet ជាមួយនឹងគ្នារបស់គេ2នាក់ទៀតដោយសារតែបានយល់ថាអេនឹងគឺបានស្លាប់បាត់បង់ជីវិតហើយនោះពួកគេនឹងក៏បានបញ្ញាដើម្បីដឹកលុយទាំងអស់ធ្វើដំណើរចាក់ចេញអំពីទីតាំងមនុស្សហើយវត្តមាននៃក្រុមចៅ2នាក់ដែលនៅសេសសល់ជីវិតនោះម្នាក់គឺមានឈ្មោះថា Jeffrey ហើយម្នាក់ទៀតគេនឹងគឺមានឈ្មោះថា Jen បន្ទាប់ពីនោះនៅពេលដែលពួកគេបានធ្វើដំណើរចាក់ចេញអំពីទីតាំងនៅកន្លែងស្តុកលុយរបស់ធនាគារហើយនោះវត្តមាននៃប៉ូលីសជាច្រើនក៏បានធ្វើដំណើរមកដល់ផងដែរហើយក្រុមប៉ូលីសនៅពេលនោះក៏បានបើកការដេញតាមប្រមាញ់ទៅកាន់ក្រុមចៅទាំង3នាក់រហូតទៅដល់ទីតាំងនៅកន្លែងស្តុកទុកឡានមួយកន្លែងតែនៅពេលនោះវត្តមាននៃក្រុមប៉ូលីសក៏ត្រូវបានអាក់ខានដោយសារតែពួកគេនឹងក៏បានរៀបចំជាមួយនឹងអន្ទាក់ដើម្បីខាំងឡានរបស់ក្រុមប៉ូលីសមិនឲ្យធ្វើដំណើរទៅមុខទៀតបាននោះឡើយហើយពួកគេនឹងក៏បានបញ្ញាជញ្ជូនលុយរបស់ពួកគេទាំងអស់ដើម្បីចូលទៅក្នុងចណ្ដាយន្តជំលះខ្លួនពួកគេចាក់ចេញអំពីទីតាំងមនុស្សខណៈពេលដែល Bullet កំពុងតែធ្វើការជញ្ជូនលុយរបស់ពួកគេចូលទៅក្នុងទីតាំងនៃចណ្ដាយន្តនោះ Jen គេនឹងក៏បានឃើញថា Jeffrey គឺបានទទួលរងរបួសពីការបាញ់ប្រហាររបស់ប៉ូលីសនៅមុននេះហើយដោយសារតែបែបនេះហើយគេនឹងក៏មានបំណងចង់វាយប្រហារទៅកាន់ Jeffrey ប៉ុន្តែក៏ត្រូវបាន Jeffrey នឹងគឺបានដឹងខ្លួនផងដែរ Jeffrey គេនឹងក៏បានដកកំភ្លើងមានបំណងចង់បាញ់ប្រហារទៅកាន់ Jen មុនប៉ុន្តែនៅពេលនោះគេនឹងគឺមិនអាចធ្វើអ្វីបាននោះឡើយនឹងត្រូវបាន Jen ធ្វើការចាក់សម្លាប់ឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅក្រោយបានធ្វើដំណើរចូលមកដល់ចណ្ដាយន្តជាមួយនឹងវត្តមានរបស់ Bullet ហើយនោះ Jen នឹងក៏ត្រូវបាន Bullet សួរទៅកាន់គេអំពីវត្តមានរបស់ Jeffrey ប៉ុន្តែគេនឹងក៏បានឆ្លើយប្រាប់ទៅកាន់ Bullet ថា Jeffrey គឺមិនអាចធ្វើដំណើរមកជាមួយនឹងពួកគេនោះទេក៏ព្រោះតែគេនឹងគឺត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវបានប៉ូលីសធ្វើការបាញ់ប្រហារទៅចំគេនៅមុននេះពួកគេទាំងពីរនាក់ក៏មិនបានបង្អង់យូរនោះឡើយនឹងបានបញ្ញាចាក់ចេញអំពីទីតាំងមនុស្សដើម្បីផ្លាស់ចូលទៅកាន់ឡានមួយទៀតដែលពួកគេនឹងគឺបានរៀបចំទុកកំឡុងពេលដែលពួកគេបានជិះម៉ូតូឆ្លងកាត់ក្រោម
សំដីទៅកាន់ទីតាំងនៃឡានរបស់ពួកគេហើយនោះប៊ូឡេតនឹងក៏មានគម្រោងការនៅក្នុងការក្បត់ទៅកាន់ជេនផងដែរតែនៅពេលដែលគេនឹងគឺបានឃើញថាជេនកំពុងតែធ្វើដំណើរទៅបើកច្រកចេញហើយនោះគេនឹងក៏មានបំណងចង់ធ្វើការដកកំភ្លើងបាញ់សម្លាប់ទៅកាន់ជេនដូចគ្នាប៉ុន្តែជេននឹងគឺមិនមែនសាច់ជ្រូក3ជាន់ដែលឲ្យប៊ូឡេតនឹងធ្វើការក្បត់ទៅកាន់គេបានដល់ងាយនោះឡើយហើយនៅពេលនោះជេននឹងក៏បានធ្វើការដកកំភ្លើងបាញ់សម្លាប់ទៅកាន់ប៊ូឡេតបាត់ទៅជេនគេនឹងក៏បានបញ្ញាចាក់ចេញអំពីទីតាំងមនុស្សជាមួយនឹងឡានក៏ដូចជាលុយចំនួន$180លានដែលពួកគេនឹងគឺបានប្លន់នៅមុននេះហើយគេនឹងក៏បានធ្វើការភៀសខ្លួនទៅកាន់ផ្ទះរបស់គេបានដោយសុវត្ថិភាពផងដែរប៉ុន្តែការសប្បាយចិត្តរបស់គេមិនបានយូរប៉ុន្មាននោះគេនឹងក៏ស្រាប់តែបានទទួលនឹងការតាក់ទងទូរស័ព្ទមួយដែលត្រូវបានដឹងថាជាស្នាដៃរបស់អេកនោះឯងតែតាមពិតទៅអេកនឹងគឺគេមិនតបានស្លាប់បាត់បង់ជីវិតនោះឡើយបន្ទាប់ពី Bullet គឺបានបាញ់ប្រហារទៅកាន់គេជាងនេះទៅទៀតអេកនឹងក៏បានបង្ហាញនូវវត្តមានរបស់ខ្លួនឡើងនៅក្នុងបន្ទប់របស់ Jane តែម្ដងដែលបន្ទាប់ពីនោះ Jane នឹងក៏បានព្យាយាមនិយាយចរចាជាមួយនឹងអេកដើម្បីធ្វើការបែងចែកភោគលាភជាមួយនឹងគ្នាផងដែរព្រោះគេក៏បានយល់ព្រមបែងចែកជាមួយនឹងប្រាក់ពាក់កណ្ដាលរបស់ខ្លួនដើម្បីឲ្យអេកជាការដោះដូរជាមួយនឹងអាយុជីវិតរបស់ខ្លួនប៉ុន្តែអេកវិញគេនឹងគឺមិនបានយល់ព្រមជាមួយនឹងសំណើរបស់ Jane នោះឡើយអេកគេនឹងក៏បាននិយាយប្រាប់ទៅកាន់ Jane ថាគ្រប់យ៉ាងដែលគេធ្វើនេះគឺមិនមែនចង់បានប្រាក់របស់ Jane នោះទេតែគ្រប់យ៉ាងដែលគេធ្វើទាំងអស់នេះគឺគ្រាន់តែជាការសងសឹកទៅកាន់ការស្លាប់របស់កូនប្រុសគេតែប៉ុណ្ណោះហើយយើងនឹងក៏បាននឹងដូចគ្នាថាសមាជិកក្រុមចៅដែលបានធ្វើការបាញ់សម្លាប់ទៅកាន់កូនប្រុសរបស់អេកកាលពីដើមរឿងនោះគឺជាវត្តមានរបស់ Jane នេះឯងហើយបន្ទាប់ពីនោះគេនឹងក៏បានធ្វើការដកកំភ្លើងបាញ់សម្លាប់ទៅកាន់ Jane ឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅត្រូវបានចាត់ការទៅកាន់ Jane ហើយនោះអេកនឹងក៏មិនបានយកលុយសំបីតែ$1ដើម្បីចាក់ចេញនោះទេហើយរូគេនឹងក៏បានធ្វើការតាក់ទងទៅកាន់បរិសម្នាក់ដែលជាភ្នាក់ងារ FBI ដើម្បីឲ្យមកធ្វើការបញ្ចប់នៅសំណុំរឿងក្តីរបស់ Jane មុននេះហើយគ្រប់យ៉ាងដែលបានកាត់ឡើងទាំងអស់នេះគឺជាការសហការគ្នារវាងអេកជាមួយនឹងបរិសដែលជាភ្នាក់ងារ FBI នោះតែប៉ុណ្ណោះហើយគ្រប់យ៉ាងដែលជាតម្រូវជាប់ពាក់ព័ន្ធជាមួយនឹងក្រុមរបស់ Jane នេះក៏សិស្សឹងតែត្រូវបានផ្ដល់ឲ្យដោយបរិសម្នាក់នោះផងដែរហើយសាច់រឿងមួយនេះគឺបានបញ្ចប់តែត្រឹមនេះឯងនៅចុងក្រោយអេកនឹងក៏បានធ្វើដំណើរចាក់ចេញអំពីទឹកដីនៃសហរដ្ឋអាមេរិកទៅកាន់ទីក្រុងឡុងនៃចក្រភពអង់គ្លេសបាត់ទៅហើយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង subscribe មកកាន់ channel មួយនេះម្នាក់មួយផងហើយយើងនឹងត្រឡប់មកជួបគ្នាជាមួយនឹងការសម្រាយនៅវីដេអូថ្មីជាបន្តទៀតផងដែរជាចុងក្រោយសូមអរគុណសូមជម្រាបលា